បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះចង់បង្ហាញពីរបៀបឆែកមើលទំហំកុំព្យូទ័របងប្អូនខ្លះក៏អត់ទាន់ចេះឆែកអត់ដឹងថាទំហំ RAM hard disk CPU របស់គាត់ប៉ុណ្ណា VGA ប៉ុណ្ណាដែលអាចប្រើប្រាស់កម្មវិធីបានប៉ុណ្ណាគឺក៏ដោយរបៀបណាចឹងថ្ងៃនេះយើងបាទទៅឆែកទាំងអស់គ្នាឥឡូវយើងបើកកុំព្យូទ័រយើងមក Windows អីក៏បានបងប្អូនដូចគ្នារបៀបវាធ្វើណាក៏ខុសពាក្យតិចតួចដូចជាពាក្យថា disk PC នៅលើ Windows 10តែបើនៅលើ Windows ផ្សេងអាចប្រែប្រួលពាក្យខុសពីហ្នឹងដូចជា Windows 7 ឬក៏ Windows 8 អញ្ចឹងឥឡូវយើងចុចលើវាមកស្ដាំសំខាន់រកអាហ្នឹងឲ្យឃើញណាពាក្យថា computer ឬក៏ disk PC មកស្ដាំយកពាក្យថា property មកដល់មកយើងមើលមុខគេនេះវាបង្ហាញពាក្យថា install RAM បាទ RAM ហ្នឹងគឺ RAM ឬក៏ memory ហ្នឹងគឺ 8GB processor វាដាក់ processor នេះ Intel Xeon CPU E5 ទំហំវា 2.40 graphic card 2GB ឈ្មោះវាគឺ Nvidia GeForce GTX 1050 storage គេដាក់នេះបាន 7TB បាទនៅ 7TB នេះ 7.5 7.51 គឺ 7TB មានថាកន្លែងនេះវាបូក storage ទាំងអស់យើងមាន HD ប្រមាណក៏វាបូកចូលគ្នាដែរបូកចូលគ្នាទាំងអស់ទៅសរុបមកឃើញប៉ុណ្នេះអញ្ចឹងទំហំជាក់ស្ដែងដែលវានៅលើ HD របស់យើងគឺធំជាងហ្នឹងតែបើ computer គឺវាបង្ហាញមកពេញទេវាលាក់ខ្លះណាហើយចំណែកក្រុមនេះគឺវាប្រាប់ពិស្ដារនេះក្រុមនេះអញ្ចឹងក៏ផ្នែកនេះគឺយើងដឹងអស់ហើយនៅថា RAM របស់យើងប៉ុន្មាន processor ប៉ុន្មានបាទ graphic ប្រហែល G ហើយប្រភេទអីហើយទំហំសរុបរបស់ storage របស់យើងឬហៅថា disk បងប្អូនខ្លះច្រឡំគ្នាកន្លែងនេះ RAM ហើយនឹង storage នៅក្នុងទូរស័ព្ទដៃ memory គឺសំដៅលើទំហំផ្ទុកឬក៏ស្មើជាមួយ computer ថា storage នេះកន្លែងផ្ទុកនេះតែចំណែក RAM នៅលើ computer និង RAM នៅលើទូរស័ព្ទដៃគឺសម្គាល់ RAM នឹងដូចគ្នាកុំច្រឡំគ្នាជាមួយនឹង memory ចាហ្នឹងមានប៉ុណ្ណឹងបងប្អូនបើ Windows 7 គឺវាតម្រង់វាចេញមកវាខុសហ្នឹងបន្តិចតែឥឡូវយើងភាគច្រើនយើងប្រើ Windows 10 11អស់ហើយស៊េរីថ្មីអរគុណជម្រាបលាបងប្អូន